Chan thom cái salmon ឬមួយក៏ត្រោតនេះគឺ salmon ស្វាន់ត្រោតមកឡើយយើងជាមួយជាឥឡូវអូនសា salmon មួយឌីង salmon មួយដែរ អានេះត្រោតឈប់សាកមួយម៉ាត់ទៀតសិនមិនដឹងឥឡូវអូនសួរបងត្រោតกับ salmon បងគិតថា salmon ឆ្ងាញ់ជាងដោយសាច់វាស្រទន់ហើយវាអត់សូវមានជាតិឆ្អាបជាងនៅក្នុងហ្នឹងហើយទី2វាមានអារម្មណ៍ទីក្នុងហ្នឹង គាត់ថាអាពីរនេះខ្ញុំគិតថាយ៉ាងតែនេះវាញ៉ាំទៅវារៀងទីដោះគោរបៀបចឹងណាតែ this one វាផ្អែមហើយបើខ្ញុំញ៉ាំខ្ញុំមានអារម្មណ៍ថានេះវារៀងទន់ជាងអានេះបើខ្ញុំវិញ Fan salmon trout អានេះចង់សាកចែកដាច់ញ៉ាំទិញ salmon ហើយ trout ដើម្បីសាកដំណើរគ្នាចង់ដឹងដើម្បីគាត់ trend គេអញ្ចឹងណាបងប្អូន wasabi អូខេ salmon អូសាកទឹកជ្រលក់បងតិចហើយមកដល់វិញ Yeah wasabi but I like it ធ្វើយើងឈួលជាទឹកភ្នែក នេះដាក់ចេះបងអាសាច់អាំងក្រេ Can you ដាក់អមី អ្នកទាំងអស់គ្នាកុំភ្លេច comment ផងថាអ្នកទាំងអស់គ្នាជួយតាមជាងឬមួយក៏ត្រោតជាង គេហៅថាឈួល wasabi មកត្រេងអត់លឺក្នុងកាសកុំអត់ មិញវាបានសាកsalmon មួយត្រោតដែរ លោកតាលោកពេលដែលលោកញ៉ាំ salmon ជាមួយនឹងត្រោតតាមានអារម្មណ៍ខុសគ្នាបែបណាមួយណា salmon មួយណានេះបងប្អូន salmon អាតសៃសសវាហ្នឹងរៀងញាប់ជាង មានទេគ្មានទេ level ជាងអត់ទេ មែនទេមែនទេ មែនទេ សម្រាប់ខ្ញុំ overall ខ្ញុំគិតថាពីរនេះសម្រាប់ taste យ៉ាងម្នាក់គាត់ថាតម្លៃ ខុសគ្នាមិនតិច ឆោតវាអោជាងហើយ ជាងមិនតិចតែនិយាយបើសិនជា compare ហ្មងអ្នកទាំងអស់គ្នារសជាតិខ្ញុំឲ្យទៅលើ salmon ថារសជាតិវារៀងដោះគោតិចតែបើនេះវិញរសជាតិរបស់វារៀងអែមបើសិនជាសាច់វិញខ្ញុំឲ្យទៅលើត្រោតតែថាសាច់ត្រោតទន់ជាងបើ salmon វារៀងគាត់ជាងមិនតិច salmon feel ចឹងវិញ ដូចអូននិយាយ នេះវាលីលៀនជាង រសជាតិវានេះឆ្ងាញ់ជាងអូថ្ងៃនេះពាក់អាវស៊ីមួយត្រោតទៅនេះ បាយបាយ